Hello សួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់ Channel ចិន MC ថ្ងៃនេះខ្ញុំមកប្រាប់ពីរបៀបបិទអក្សរ Enchant កុំឲ្យលោតពណ៌ខ្មៅនៅលើអេក្រង់កុំឲ្យយើងបាក់លេងបាទអ្នកនរគ្នាចុច item អីដែលមាន enchantment វានឹងលោតអក្សរពណ៌ខ្មៅបែបហ្នឹងធ្វើយើងពិបាកវាយមែនទេចាំឲ្យអ្នកនរគ្នាគ្រាន់តែដាក់តាមខ្ញុំទៅមុនដំបូងយើងចូលក្នុង setting ហើយចុចលើ accessibility ហើយអស់ទៅក្រោមយកទី2ហ្នឹងយើងបិទឲ្យអស់មកពេលយើងបិទត្រង់ហ្នឹងហើយពេលយើងកាន់ item ទៅវាលែងលោតអក្សរពណ៌ខ្មៅមកទៀតហើយដល់ពេលវាលែងលោតអក្សរអញ្ចឹងហើយធ្វើឲ្យយើងលេងម៉េះរត់តែស្រួលជាងមុនវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេសូមជួយចុច like ចុច subscribe អ្នកមួយផងបាយបាយ